ហើយមួយទៀតយើងមានកិច្ចការស្រាវជ្រាវបទបង្ហាញចឹងឥឡូវយើងមានអ្នកចម្បាំងទាំងអស់គឺ3រូបហើយមានការតែងរឿងខ្លីការសូត្រកំណាព្យការសរសេរតាមអានក៏ដូចជាការច្នៃ DIY មិនថា do it yourself គាត់ធ្វើអ្វីដែលគាត់ធ្វើបានដោយដៃដែលយើងអត់ចំណាយប្រាក់ច្រើនធ្វើដោយដៃការអាននាំឲ្យយើងខ្លាចជាក្មេងល្អម្នាក់នៅក្នុងសង្គមនិងការរៀនរបស់យើងកាន់តែប្រសើរឡើងសិស្សទាំងអស់គ្នាក៏អាចយកវាមកសិក្សាបន្ថែមទៀតបានដែរព្រោះក្នុងសៀវភៅមួយក្បាលនេះវាមានផ្នែកគំនិតផ្សេងៗឥឡូវយើងនឹងធ្វើការបោះឆ្នោតឲ្យសៀវភៅទី1សូមត្រៀមសៀវភៅទី1សូមលើកដៃអញ្ចឹងសៀវភៅដែលទទួលជ័យលាភីគឺសៀវភៅទី3